ជាដំបូងខ្ញុំសូមគោរពដល់លោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទជាតំណាងក្រុមរបស់ក្រុមទី3នៃសង្វាក់ផលិតកម្មទឹកសុទ្ធខ្ញុំបាទមកពីវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសអគ្គសេនាបតីតេជោហ៊ុនសែនរតាខ្សាច់កណ្ដាលខ្ញុំបាទរៀននៅផ្នែកអគ្គិសនីឆ្នាំទី3ចំនួនទី11ដែលមានឈ្មោះគម្រោងថាសង្វាក់ផលិតកម្មទឹកសុទ្ធក្នុងនោះមានសមាជិក4នាក់ទី1ខ្ញុំបាទជាតម្រោះជាប្រធានទី2ឡុងសំណាងជាអនុប្រធានទី3ហេចន្ទរាជាសមាជិកនិងទី4សុខុមតេហាជាសមាជិកបន្ទាប់ពីនេះខ្ញុំសូមធ្វើការបង្ហាញអំពីប្រព័ន្ធបញ្ជារបស់យើងខ្ញុំសម្រាប់ឧបករណ៍ក្នុងប្រព័ន្ធបញ្ជាយើងខ្ញុំមានដូចជា disjunction power supply relay 4គ្រាប់ timer 1គ្រាប់អំពូលសញ្ញា3គ្រាប់កុងតាក់បេតុង1គ្រាប់2គ្រាប់និង sensor 1គ្រាប់និយាយពីដំណើរការរបស់ប្រព័ន្ធបញ្ជា relay ទី1បើកដំណើរការធ្វើឲ្យ computer ដំណើរការហើយ sensor ចាប់ធ្វើឲ្យ relay ទី2មានដំណើរការចាប់ផ្ដាច់ relay ទី1ហើយបញ្ជូនទៅដល់ timer មានតួនាទីបូមទឹកនិងផ្ដាច់ទឹកហើយផ្ដល់សញ្ញាទៅដល់ relay ទី3ធ្វើឲ្យ relay ទី1ធ្វើការឡើងវិញរីឯ relay ទី4មានតួនាទីសម្រាប់ផ្ដាច់ relay ទី1បន្ទាប់ពីការបកស្រាយរបស់ប្រព័ន្ធបញ្ជាហើយយើងធ្វើការដំណើរការរបស់គម្រោងទី1យើងចុចប៊ូតុង start computer នឹងដើរជាដំបូងយើងដាក់ដបទឹកឲ្យនៅលើ computer sensor នឹងចាប់ហើយក៏ timer ធ្វើការដំណើរការបូមទឹកនៅពេលដែលត្រូវនឹងតម្រូវការដែលយើងបូមទឹកពីរដងវានឹងដំណើរការ computer ទៅមុខ